បាទមុនដែលយើងធ្វើការដោះភ្លុកប្រភេទម៉ូតូ ADV គឺរបស់បានយើងត្រូវដោះនៅចំណុចណាខ្លះអូខេឥឡូវពេលនេះបងប្អូនអរគ្នាអាចមកទស្សនាទីបានថាតើយើងត្រូវដោះចៅឆ្លងនៅចំណុចណាខ្លះមុននឹងយើងធ្វើការដោះភ្លុកប្រភេទម៉ូតូ ADV ចេញបានអូខេតើឥឡូវយើងបានទៅទៀតបងប្អូនទាំងអស់គ្នាត្រូវដោះកាងក្រោយជាមុនសិនបាទណាក្នុងការមួយយើងគឺមានខ្សៅ4គ្រាប់តើឥឡូវមើលថាខ្សៅវាលេខ12ណាបាទយើងប្រើបាទបាញ់ជិះទៅចេញដោះកាងចេញបាទទៅយើងធ្វើការដោះកាងចេញរួចរាល់ហើយយើងមកមើលនៅលើកន្លែងកម្រោបរបស់ក្រោមកាងនេះយើងឃើញមានពីបាទពីរគ្រាប់ណាសងខាងនេះដោះវាចេញមកបាទបន្ទាប់ពីយើងការដោះវាចេញហើយបងប្អូនសង្កេតមើលវាមានស្នៀតឬក៏លាវណាមានលាវពីរគ្រាប់ណាបងប្អូនប្រើបាទលាវបែបនេះបងប្អូនប្រើទល់វាស្រួយទៅមុខស្រួយទៅចុចលើវាចេះមកហើយបងប្អូនឆ្កាស់ចេញបាននេះណានេះកណ្ដាលខាងទៀតបាទព្រោះយើងឆ្កាស់ចេញមកបាទអញ្ចឹងសម្រាប់កម្រោបស្តុបក្រោយរបស់យើងនេះបន្ទាប់ពីយើងដោះកាងដោះឆៅដោះវិសដោះស្នៀតចេញហើយនៅចំណុចនេះបងប្អូនត្រូវទាញនៅកម្រោបកន្លែងស្តុបក្រោយចេញសិនណាបាទអញ្ចឹងកម្រោបស្តុបក្រោយរបស់យើងគឺវាមានងាំបាទពួកបែបនេះណាងាំវាមានកន្លែងនេះមួយកន្លែងនេះមួយគឺវាពួកបែបនេះណាគឺងាំវាគឺនៅបែបនេះអញ្ចឹងធ្វើម៉េចដល់ពេលងាំវានៅពួកបែបនេះយើងត្រូវទាញយើងត្រូវគោះចេញពីក្រោយបែបនេះណាបាទព្រោះវាមានងាំកន្លែងនេះមួយកន្លែងនេះមួយទាំងសងខាងហើយងាំកន្លែងជាប់ជាមួយនឹងស្តុបក្រោយផងកន្លែងកតុយវាណាអញ្ចឹងយើងត្រូវការគោះចេញបែបនេះបែបនេះណាទេបាទគោះបែបនេះអញ្ចឹងចេញហើយនេះទេបងប្អូនឥឡូវយើងមកមើលឃើញងាំទេបាទនេះងាំទេគឺដូចថាយើងងាំនៅពួកបែបនេះកន្លែងនេះមួយកន្លែងនេះមួយគឺពួកនៅកន្លែងនេះណាបងប្អូនទេនេះពួកកន្លែងបែបនេះហើយនឹងកន្លែងនេះគឺពួកកន្លែងនេះមានទាំងសងខាងណាបាទនេះទាំងសងខាងនេះទាំងសងខាងហើយយើងមកមើលលើកតុយវាដែលខ្ញុំថានេះកតុយនេះគឺមានងាំបែបនេះពួកជាមួយនឹងស្តុបក្រោយរបស់យើងណាបែបនេះនេះជាមូលហេតុដែលខ្ញុំឲ្យបងប្អូនអរគ្នាធ្វើការគោះចេញក្រោយបែបនេះបាទដើម្បីកុំឲ្យបាក់ងាំណាអូខេឥឡូវយើងចេញហើយកម្រោបស្តុបក្រោយយើងចេញរួចហើយបាទអូខេបាទយើងធ្វើការដោះកម្រោបស្តុបក្រោយរួចហើយបងប្អូនមើលខ្សៅលេខ15គ្រាប់ទៀតណាបាទពេលនេះយើងឃើញតែ2ទេគឺនេះមួយបាទអញ្ចឹងនៅសល់ខាងក្នុងនេះមាន3គ្រាប់ទេណាអូខេឥឡូវយើងធ្វើការយកដៃមកសកត់កន្លែងកម្រោបអង្គុយចេញមកយើងសកត់ឲ្យទាញចេញមកបាទអញ្ចឹងយើងនឹងឃើញបាទខ្សៅ3គ្រាប់ទេគឺកន្លែងនេះហេនេះមួយអត់ឯនេះនេះសងខាងណាហេនេះជំនាញនេះបាទជំនាញនេះមួយហេខាងនេះមកជាងទៀតនេះខាងនេះមកជាងទៀតណាហេមកគ្រាប់ទៀតបាទទាំងអស់5គ្រាប់អូខេតោះឥឡូវយើងដោះចេញបាទអូខេរួចរាល់ហើយបាទបន្ទាប់ពីយើងធ្វើការដោះខ្សៅលេខ10ទាំង3ទាំង5គ្រាប់រួចរាល់ហើយបាទបងប្អូនមកមើលលើស្នៀតណានៅស្នៀតនេះអានេះស្នៀតមានបាទស្នៀតនៅសងខាងណាបងប្អូនចុចណាស្នៀតនេះគឺយើងចុចយកចេះទៅបាទវាឆ្កាស់ចេញមាន4មានសងខាងបាទខាងនេះ2ហើយខាងនេះ2ណាយើងចុចមកណាបាទស្នៀតនេះយើងចុចแบบនេះយើងទាញចេញខាងនេះទៀតយើងចុចបាទចេះមកគឺហើយយើងឆ្កាស់ទៅចេញបាទអូខេបាទណាចឹងបន្ទាប់ពីយើងធ្វើការដោះស្នៀតនៅខាងគ្រប់ពីសងខាងហើយដល់អ្វីដែលខ្ញុំចង់មកបញ្ជាក់បងប្អូនគឺកុំភ្លេចឲ្យសោះខ្សៅ3គ្រាប់នៅក្នុងគ្រប់នេះបើបងប្អូនដល់3គ្រាប់នេះចេញទេបងប្អូនទាញគ្រប់អាគុយឬក៏យូបោះម៉ូតូយើងអត់ចេញទេណាបាទអូខេឥឡូវពេលនេះយើងធ្វើការដោះខ្សៅឆនដោះស្នៀតចេញរួចរាល់ហើយបងប្អូនមកប្រហើបនេះតិចមកបាទប្រហើបនេះណាបាទអាវទីដើម្បីឯងបាទកុំឲ្យវាជាប់ញ៉ាំកន្លែងនេះគឺមានញ៉ាំណានេះមិនអញ្ចឹងនេះនឹងបាក់ញ៉ាំអាវរបស់ម៉ូតូរបស់គេនេះញ៉ាំកន្លែងស្នៀតនេះទាំងសងខាងខ្លះមកយើងទៀតណាយើងប្រហើបចេញមកនេះយើងប្រហើបចេះហើយចេញបើមិនចឹងទេវានឹងបាក់នេះមានងាប់ពីយើងធ្វើការបង្ហើបខ្សៅរួចអស់ហើយបាទរួចហើយយើងធ្វើការបង្ហើបគ្រប់បន្តិចមកណាបាទរួចហើយយើងធ្វើការបាទរៀងរួចទៅយើងដោះទីចេញមកបាទជាការស្រេចសម្រាប់ការដោះគ្រប់នៅប្រភេទពួកម៉ូតូបាទ ADV